បច្ចុប្បន្ន Facebook មានការអាប់ដេតថ្មីបាទមានទាំង scan ផ្ទៃមុខមានទាំងដាក់លេខកូដឬក៏ scan ម្រាមដៃបាទជាដំបូងសូមគោរពនឹងជម្រាបសួរទៅដល់បងប្អូនទាំងអស់គ្នាសម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើការអាប់ដេតព័ត៌មានទាក់ទងជាមួយនឹង Facebook ដែលទើបតែធ្វើការអាប់ដេតថ្មីតែម្ដងដែលបងប្អូនអាចធ្វើការចូលទៅប្រើប្រាស់បានមុខងារមួយហ្នឹងអញ្ចឹងដំបូងយើងចូលជាមួយនឹង Facebook យើងចូល profile ហើយយើងចុចត្រង់ចំណុច setting and privacy រួចយើងធ្វើការចុចទៅលើពាក្យថា setting បន្ទាប់មកទៀតយើងចុចកន្លែង account center ហ្នឹងបាទត្រង់កន្លែងណាក៏បានដែរបន្ទាប់មកទៀតយើង scroll មកក្រោមបាទយើងយកពាក្យថា password and security អញ្ចឹងមុខងារថ្មីដែលខ្ញុំចង់និយាយតាំងពីដើមវីដេអូនោះគឺ passkey អញ្ចឹងមុខងារមួយហ្នឹងយើងអាចទាំងដាក់លេខកូដ scan កញ្ចក់ដៃនិងscan ផ្ទៃមុខបាទអញ្ចឹងយើងចុចពាក្យថា create ហ្នឹងមកបន្ទាប់មកយើងចុចពាក្យថា create passkey បាទអញ្ចឹងបងប្អូនអាចមើល tool នៅខាងលើបានបាទអញ្ចឹងយើងអាចធ្វើការ scan កញ្ចក់មុខក៏បានដែរអញ្ចឹងត្រង់ចំណុចនេះខ្ញុំធ្វើការ scan នៅម្រាមដៃដើម្បីធ្វើការដោះសោរួចហើយវាតម្រូវយើងធ្វើការវាយលេខកូដហើយត្រង់ចំណុចលេខកូដនេះគឺខ្ញុំបានដាក់លេខកូដចូលប្រើប្រាស់ទូរស័ព្ទអញ្ចឹងខ្ញុំសូមវាយលេខកូដចូលប្រើប្រាស់ហ្នឹងសិនតោះមកយើងធ្វើការចុច next អញ្ចឹងនៅពេលដែលយើងធ្វើការចុច next ហើយវានឹងដំណើរការរបៀបក្នុងការបង្កើតនៅ scan ផ្ទៃមុខហ្នឹងហើយនៅមុខងារមួយហ្នឹងណាបាទអូខេហើយបន្តមកទៀតតទៅពេលយើងធ្វើការបង្កើតរួចរាល់ហើយវានឹងបង្ហាញបែបនេះអញ្ចឹងយើងអាចធ្វើការដាក់បានហើយអញ្ចឹងយើងអាចធ្វើការ scan ទាំងផ្ទៃមុខក៏បាន scan ម្រាមដៃឬក៏យើងអាចធ្វើការដាក់លេខកូដបាទអញ្ចឹងមុខងារថ្មីនេះគឺមានត្រឹមតែប៉ុណ្្នឹងទេដើម្បីចែករំលែកទៅដល់បងប្អូនទាំងគ្នាអរគុណច្រើនមានចម្ងល់អាចធ្វើការ comment ខាងក្រោមវីដេអូជម្រាបលា